សូមកុំបោះបង់ទុក្ខលំបាករបស់បងប្អូនចោលមានរឿងមួយដែលខ្ញុំចូលចិត្តបំផុតពីការធ្វើជាឪពុកគឺការមើលកូនៗរបស់ខ្ញុំលេងដូចជាក្មេងៗភាគច្រើនដែរកូនៗរបស់ខ្ញុំចូលចិត្តប្រើការស្រមើស្រមៃរបស់គាត់ហើយខ្ញុំបានរីករាយក្នុងការមើលឃើញគំនិតច្នៃប្រឌិតដែលគាត់មានកាលពីថ្ងៃមុនកូនប្រុសរបស់ខ្ញុំបានចាប់ដៃខ្ញុំនៅពេលដែលខ្ញុំហៀបនឹងបោះកំប៉ុងដាក់ក្រដាសទទេមួយដែលប្រើអស់ហើយនិងប្រអប់ក្រដាសកាតុងចោលក្នុងពេលដែលគាត់បានទាញវាចេញពីដៃរបស់ខ្ញុំមុននឹងយកកន្ត្រៃនិងស្កុតចេញមកគាត់បាននិយាយថាប៉ាកុំបោះវាចោលអីខ្ញុំអាចប្រើវាសម្រាប់ធ្វើសម្លៀកបំពាក់លេងចាប់ខ្មោចបាន30នាទីក្រោយមកគាត់បានត្រឡប់មកបន្ទប់វិញដោយមានទាំងវ៉ែនតាដែលគាត់ធ្វើដោយខ្លួនឯងហើយត្រៀមខ្លួនរួចជាស្រេចដើម្បីតាមដាននិងចាប់ខ្មោចដែលលាក់ខ្លួននៅក្នុងផ្ទះរបស់យើងខណៈពេលដែលខ្ញុំអង្គុយនៅក្នុងផ្ទះដោយមានអារម្មណ៍ថារំភើបចំពោះភាពវាងវៃរបស់កូនប្រុសរបស់ខ្ញុំមានគំនិតមួយបានចូលមកក្នុងចិត្តខ្ញុំថាយើងតែងតែចាត់ទុកទុក្ខលំបាករបស់យើងដូចជាបំពង់ក្រដាសទទេនោះគឺយើងតែងតែបោះបង់វាចោលសូមកុំបោះបង់ទុក្ខលំបាករបស់បងប្អូនចោលថ្មីនេះខ្ញុំបានចំណាយពេលជាច្រើនក្នុងការឆ្លុះបញ្ចាំងអំពីរឿងនេះដោយសារគ្រួសាររបស់ខ្ញុំបានជួបប្រទះជាមួយនឹងទុក្ខលំបាកជាច្រើនអស់រយៈពេល5ឆ្នាំមុននេះកន្លះសតវត្សរ៍ដំបូងនេះគ្រួសារខ្ញុំមិនមានស្ថានភាពល្អនោះទេក្នុងរយៈពេល5ឆ្នាំចុងក្រោយគ្រួសារខ្ញុំបានទ្រាំទ្រជាមួយនឹងការលបងលបផ្នែកវិទ្យាសាស្ត្ររាប់មិនអស់ចាប់ផ្ដើមពីមានការចុកចាប់យ៉ាងខ្លាំងការចាល់ជាតិទឹកបានកើតឡើងកូនរបស់យើងមានប្រតិកម្មផ្សេងឈានដល់ការវះកាត់មានបញ្ហាបេះដូងនិងការដាច់សរសៃកែវភ្នែកក្នុងនាមជាឪពុកម្ដាយបន្ទាប់ពីខ្ញុំបានប្រាប់រឿងរ៉ាវនេះដល់ក្រុមជំនុំគ្រូគង្វាលដែលចូលនិវត្តន៍ម្នាក់បានមករកខ្ញុំហើយសួរអំពីរបៀបដែលពួកយើងអាចឆ្លងកាត់បញ្ហាទាំងអស់នេះបានវាគឺជាការលំបាកដល់ថ្នាក់គេអាចសួរនាំអំពីយើងខ្ញុំទទួលស្គាល់ថារយៈពេល5ឆ្នាំនេះយើងមានទុក្ខលំបាកជាច្រើនហើយខ្ញុំក៏មានការឆ្លើយតបមិនសូវបានល្អឡើយនៅក្នុងរយៈពេលដំបូងប៉ុន្តែយូរទៅខ្ញុំជឿថាទុក្ខលំបាកប្រៀបដូចជាលុយដែលយើងអាចយកមកចាយវាដោយខ្ជះខ្ជាយឬមួយក៏អាចវិនិយោគវាបានយើងបោះបង់ទុក្ខលំបាកចោលនៅពេលដែលយើងអនុញ្ញាតឲ្យវាមកបំផ្លាញចរិតរបស់យើងហើយធ្វើឲ្យខូចសេចក្តីជំនឿរបស់យើងប៉ុន្តែប្រសិនបើយើងវិនិយោគទុក្ខលំបាកនោះនៅពេលដែលយើងអនុញ្ញាតឲ្យវាក្លាយជាឧបករណ៍មួយនៃភាពជាសិស្សនិងការលះបង់របស់យើងចំពោះព្រះគ្រីស្ទសំណួរចំនួន5ដែលយើងត្រូវសួរនៅពេលដែលជីវិតរបស់យើងជួបទុក្ខលំបាកទុក្ខលំបាកមានវិធីមួយធ្វើឲ្យមនុស្សយើងមើលឃើញខ្លីហើយបើទុក្ខលំបាករបស់យើងកាន់តែខ្លាំងនោះវានឹងធ្វើឲ្យទស្សនៈរបស់យើងកាន់តែថយចុះការឈឺចាប់និងការច្របូកច្របល់ដែលជាប់តាក់ទងគ្រប់ទាំងផ្នែកទាំងអស់នៃជីវិតរបស់យើងคล้ายទៅជាការប្រើប្រាស់មួយដែលធ្វើឲ្យយើងចាប់ផ្ដើមបាត់បង់ការមើលឃើញជារូបភាពធំចោលជាពិសេសនៅពេលដែលយើងមានការលំបាកក្នុងការយល់អំពីអ្វីដែលកំពុងតែកើតឡើងចំពោះយើងក្នុងអំឡុងពេលនៃការដែលជួបទុក្ខលំបាកទាំងនោះវាគឺជាការសំខាន់ណាស់ដែលយើងចងចាំថាព្រះជាម្ចាស់មិនបានយាងទៅទីកន្លែងណាផ្សេងឡើយទ្រង់តែងតែមានអធិបតេយ្យភាពទ្រង់នៅតែជាព្រះដ៏ល្អហើយទ្រង់នៅតែមានព្រះវត្តមានទោះបីជាយើងមិនដឹងអំពីការនេះក៏ដោយការឆ្លៀតពេលដើម្បីសញ្ជឹងគិតអំពីលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់អាចធ្វើឲ្យយើងមើលឃើញនៅការល្អនិងព្រះគុណរបស់ទ្រង់ឡើងវិញនៅពេលដែលជីវិតរបស់យើងមានភាពងងឹតនិងការលំបាកមានស្លាកសញ្ញាមួយដែលព្យួរនៅក្នុងផ្ទះបាយរបស់ម្ដាយខ្ញុំដែលបានសរសេរថាសូមកុំវិនិច្ឆ័យលក្ខណៈរបស់ព្រះជាម្ចាស់ទៅតាមស្ថានភាពរបស់លោកអ្នកបងប្អូនឡើយតែត្រូវវិនិច្ឆ័យស្ថានភាពរបស់លោកអ្នកបងប្អូនទៅតាមលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់វិញការវាស់វែងទុក្ខលំបាករបស់បងប្អូននៅក្នុងរបៀបនេះអាចនាំឲ្យមានការយល់ឃើញមួយបែបទាំងស្រុងចូលទៅកាន់សំណួរទី2ឥឡូវនេះតើខ្ញុំអាចអរព្រះគុណព្រះជាម្ចាស់អំពីអ្វីកាន់គម្ពីរ1ថេសាឡូនីកជំពូកទី5ខទី18បានប្រាប់យើងថាចូលអរព្រះគុណក្នុងគ្រប់ការទាំងអស់ខ្ញុំធ្លាប់បានគិតថាការនេះមិនតំណងតតែសោះប៉ុន្តែឥឡូវនេះខ្ញុំគិតថាវាជាការត្រឹមត្រូវការសិក្សាបានបង្ហាញថាការដឹងគុណអាចបង្កើនអារម្មណ៍ល្អដល់បងប្អូនហើយអ្នកដែលតែងតែអរគុណជាប្រចាំជាទូទៅមានសុភមង្គលជាងអ្នកដែលមិនបានអរគុណនៅពេលខ្លះវិធីដ៏ល្អបំផុតដើម្បីស្វែងរកអំណរបន្តិចបន្តួចគឺគ្រាន់តែអរគុណចំពោះអ្វីដែលបងប្អូនអាចធ្វើបាននេះគឺជាហេតុផលមួយដែលព្រះជាម្ចាស់ចង់ឲ្យយើងអរព្រះគុណទ្រង់នៅពេលដែលយើងជួបទុក្ខលំបាកទ្រង់សពព្រះハរតីឲ្យយើងមានសេចក្តីអំណរនៅក្នុងទុក្ខលំបាកសំណួរទី3តើមានសេចក្តីពិតនៃដំណឹងល្អអ្វីខ្លះដែលអាចជួយឲ្យខ្ញុំតស៊ូឆ្លងកាត់ពេលវេលាដ៏លំបាកនេះបានបច្ចុប្បន្ននេះមានសៀវភៅជាច្រើនដែលនិយាយអំពីការជួយខ្លួនឯងបានដែលនិយាយថាបងប្អូនអាចជំនះឧបសគ្គនៅក្នុងជីវិតនេះបានមិនថាធំប៉ុណ្ណា
ឬក៏មិនអាចទៅរួចប៉ុណ្ណាក៏ដោយជាមួយនឹងផ្នត់គំនិតដែលមានការរីកចម្រើនអ្វីដែលបងប្អូនត្រូវធ្វើគឺមើលទៅខាងក្នុងខ្លួនឯងមានព្រះគុណជាទូទៅខ្លះដែលកើតឡើងជាពិតប្រាកដនៅក្នុងគំនិតបែបនោះប៉ុន្តែជាការពិតនៃរឿងនេះគឺថាវាមានកម្រិតចំពោះអ្វីដែលបងប្អូនអាចធ្វើបានដោយខ្លួនឯងផ្ទាល់ផ្នត់គំនិតនៃការរីកចម្រើននិងការតាំងចិត្តផ្ទាល់ខ្លួនជាធម្មតាមិនអាចធ្វើឲ្យសត្វនេតកម្មคล้ายទៅជាទំហំតូចបាននោះទេមិនអាចធ្វើឲ្យការរងទុក្ខคล้ายទៅជាការឈឺចាប់តិចជាងមុនបាននោះទេហើយក៏មិនអាចធ្វើឲ្យពិភពលោកคล้ายទៅជាលែងមានការបាក់បែកនោះដែរបងប្អូនជាមនុស្សដែលមានដែនកំណត់ហើយសមត្ថភាពក៏មានកម្រិតបងប្អូនមិនអាចចេះតែខំប្រមូលទៅមុខនៅក្នុងជីវិតនេះគ្រប់ទាំងរឿងរ៉ាវបាននោះទេបងប្អូនត្រូវការជួយអរព្រគុណព្រះអង្គជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាននេះគឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់រាជរបស់ទ្រង់តាមរយៈការប្រសូតការសគត់និងការមានប្រជញ្ញរស់ឡើងវិញរបស់ព្រះគ្រីស្ទខណៈពេលដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចតាក់ទងទៅនឹងការប្រោះលោះក៏ដំណឹងល្អនៅតែមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះអត្ថន័យនេះអាចជួយឲ្យយើងចេះតស៊ូឆ្លងកាត់ទុក្ខលំបាកបានឧទាហរណ៍ការយាងមកប្រសូតបានពង្រឹងការតាំងចិត្តរបស់យើងឲ្យដឹងថាព្រះនៅតែបានស៊ូទ្រាំនឹងបទពិសោធន៍ដ៏ពោរពេញនៃភាពជាមនុស្សការមានប្រជញ្ញរស់ឡើងវិញរបស់ព្រះគ្រីស្ទនាំឲ្យយើងមានសេចក្តីសង្ឃឹមដោយដឹងថាព្រះជាម្ចាស់នៃយើងបានយកឈ្នះលើភាពខ្ទេចខ្ទាំនិងភាពសោកសៅនៃពិភពលោកដែលធ្លាក់ចូលទៅក្នុងអំពើបាបហើយការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទនឹងនាំឲ្យយើងឆ្ពោះទៅរកថ្ងៃដ៏រុងរឿងនោះនៅពេលដែលអ្វីៗទាំងអស់ត្រូវបានបង្កើតជាថ្មីហើយការរងទុក្ខលំបាកនឹងលែងមានទៀតហើយវាជាការលំបាកនៅក្នុងការដែលយើងនិយាយពន្លឹះថាតើការអះអាងនិងការពង្រឹងការពិតនេះកើតឡើងចំពោះខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានដោយរបៀបណាព្រះជាម្ចាស់អាចយល់អំពីភាពកំសោយរបស់យើងហើយទ្រង់ក៏បានយកឈ្នះលើសេចក្តីស្លាប់ដែរតើមានអ្វីដែលអាចផ្ដល់នូវការលួងលោមចិត្តនិងសេចក្តីសង្ឃឹមបន្ថែមទៀតបានសំណួរទី4តើខ្ញុំកំពុងរៀនអ្វីអំពីខ្លួនឯងនៅក្នុងអត្ថបទមួយស្ដីអំពីការនាំផ្លូវមកព្រះជាម្ចាស់ដែលដកស្រង់ចេញពីសៀវភៅការជជែកគ្នាតិចតួចរបស់លោកសេនេកាជាទស្សនវិទូនិងជារដ្ឋបរោះជនជាតិរ៉ូម៉ាំងម្នាក់បានសង្កេតឃើញថាមនុស្សដែលគ្មានការសាកល្បងនោះនឹងមិនអាចស្គាល់អំពីខ្លួនឯងបានឡើយគោលបំណងរបស់លោកគឺដើម្បីឲ្យអ្នកអានបានយល់អំពីទុក្ខលំបាកសាជាថ្មីនៅក្នុងលក្ខណៈមួយដែលពួកគេមិនអាចស្វែងរកមូលហេតុនៃភាពជោគជ័យរបស់ខ្លួនប៉ុន្តែដើម្បីឲ្យពួកគាត់បានមើលឃើញថាទុក្ខលំបាកជាឱកាសក្នុងការសិក្សានិងការរីកចម្រើនវិញអ្នកនិពន្ធកាន់គម្ពីរសុភាសិតបានស្របទៅនឹងគំនិតនេះដោយដែលបានចែងទុកនៅក្នុងកាន់គម្ពីរសុភាសិតចំពុកទី17ខទី3ថាមនុស្សប្រើបាវដីសម្រាប់សម្រង់ប្រាក់ហើយឡសម្រាប់មាសតែគឺព្រះយេហូវ៉ាដែលទ្រង់មើលចិត្តវិញមានរឿងមួយចំនួនដែលអាចបង្ហាញអំពីចរិតលក្ខណៈរបស់យើងការសាកល្បងឡសេចក្តីជំនឿរបស់យើងនិងការបង្ហាញអំពីភាពទន់ខ្សោយរបស់យើងបានការនោះគឺតាមរយៈទុក្ខលំបាកអាចធ្វើឲ្យយើងមើលឃើញចិត្តគំនិតរបស់យើងថាមានជំហរត្រង់ណាមានភាពទន់ជ្រាយនិងមានភាពមិនជឿជាក់ដែលការនោះជួយឲ្យយើងអាចទទួលបានព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈការពិតនិងរបៀបផ្ទាល់ខ្លួនសូមប្រើប្រាស់ការលបងឡរបស់បងប្អូនឲ្យទៅជាឱកាសមួយដែលយើងអាចហ្វឹកហាត់ខ្លួនឯងឲ្យមើលឃើញអំពីភាពទន់ជ្រាយនិងភាពមិនជឿជាក់របស់យើងថាជាឱកាសដើម្បីរៀនពីខ្លួនឯងនិងដើម្បីបង្កើនការពឹងផ្អែករបស់បងប្អូនទៅលើព្រះជាម្ចាស់ការធ្វើបែបនេះមិនមែនធ្វើឲ្យទុក្ខលំបាករបស់បងប្អូនមានភាពងាយស្រួលនោះទេប៉ុន្តែវាអាចធ្វើឲ្យទុក្ខលំបាកកាន់តែមានន័យថែមទៀតសម្រាប់បងប្អូនសំណួរទី5នឹងជាសំណួរចុងក្រោយដែលត្រូវសួរនៅពេលដែលជីវិតរបស់យើងជួបទុក្ខលំបាកតើព្រះជាម្ចាស់សពព្រះハរតីចង់ឲ្យខ្ញុំក្លាយទៅជាមនុស្សបែបណាតាមរយៈទុក្ខលំបាកនេះបងប្អូនគឺជាលទ្ធផលនៃកិច្ចការពីរនៅក្នុងលក្ខណៈជាច្រើននោះគឺបទពិសោធន៍ជីវិតរបស់បងប្អូននិងរបៀបដែលបងប្អូនជ្រើសរើសការឆ្លើយតបចំពោះបទពិសោធន៍ទាំងនោះឧទាហរណ៍សូមគិតអំពីការពិតមួយដ៏សាមញ្ញដែលមនុស្សពីរនាក់ផ្សេងគ្នាអាចជួបការលំបាកស្រដៀងគ្នាដូចជាការបាត់បង់ការងារគ្រោះថ្នាក់ចរាចរណ៍ឬមួយក៏ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រប៉ុន្តែត្រូវបានរងការប៉ះពាល់នៅក្នុងរបៀបផ្សេងគ្នាម្នាក់មានចិត្តតែងតែជួចចត់និងធ្លាក់ទឹកចិត្តរីឯម្នាក់ទៀតបែរជាមានចិត្តមេត្តាករុណានិងរឹងមាំវិញហេតុអ្វីបានជាបែបដូច្នោះដោយសារតែយើងត្រូវបានរចនាឡើងទៅតាមការឆ្លើយតបរបស់យើងចំពោះស្ថានភាពជីវិតក៏ដូចជាទៅតាមសមត្ថភាពរបស់យើងផ្ទាល់ខ្លួនដែរ
បងប្អូនគឺជាមនុស្សដែលត្រូវបានរចនាឡើងដោយរឿងរ៉ាវផ្សេងៗហើយស្ថានភាពរបស់បងប្អូនគឺជារឿងដែលបើកបង្ហាញដោយព្រះជាម្ចាស់ដែលទ្រង់សពព្រះハរតីដើម្បីឲ្យព្រះគ្រីស្ទទ្រង់បានសោយរាជ្យនៅក្នុងជីវិតរបស់បងប្អូនដែរការនោះហើយជាហេតុផលដែលលោកយ៉ាកុបអាចប្រាប់យើងថាកាលណាយើងមានសេចក្តីល្បួងផ្សេងៗនោះយើងត្រូវរាប់ថាជាសេចក្តីអំណរសពគ្រប់វិញដើម្បីឲ្យបានធ្វើសម្រេចពេញលេញចុះដើម្បីឲ្យយើងបានគ្រប់លក្ខហើយពេញខ្នាតឥតខ្វះអ្វីឡើយយើងអាចមើលឃើញការនេះនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូកទី1ខទី2ដល់ខទី4ប៉ុន្តែដើម្បីឲ្យមានភាពចាស់ទុំបែបនេះអាចកើតឡើងនៅក្នុងជីវិតរបស់បងប្អូនបាននោះបងប្អូនត្រូវតែជ្រើសរើសរាប់ស្ថានភាពរបស់ខ្លួនថាជាការប្រសើរជំនួសឲ្យភាពជូរចត់ជម្រើសគឺជាភាពខុសគ្នារវាងស្ថានភាពទាំងពីរនេះតើទុក្ខលំបាករបស់បងប្អូនអាចคล้ายទៅជាឧបករណ៍របស់ព្រះជាម្ចាស់ដើម្បីឲ្យបងប្អូនមានការរីកចម្រើននិងមានភាពចាស់ទុំក្នុងនាមជាបុគ្គលនិងជាសិស្សរបស់ព្រះយេស៊ូវតាមរបៀបណាបានខ្លះតើការសម្រេចចិត្តរបស់បងប្អូនអាចបង្ហាញថាបងប្អូនคล้ายទៅជាមនុស្សបែបណាតាមរយៈការលបងឡនិងការលបួងនៅក្នុងជីវិតនេះបានដោយរបៀបណាគ្មាននរណាម្នាក់ចង់ជួបការលំបាកឡើយប៉ុន្តែទុក្ខលំបាកគឺជាការពិតមួយដែលកើតឡើងនៅក្នុងជីវិតរបស់យើងអាចប្រកែកចំពោះទុក្ខលំបាកនេះហើយអាចសោកសៅចំពោះវាបានប៉ុន្តែយើងមិនអាចរត់គេចចេញពីវាបាននោះឡើយហើយក៏មិនមែនបានន័យថាយើងត្រូវតែបោះបង់ចោលវានោះដែរសូមឲ្យទុក្ខលំបាករបស់បងប្អូនមានប្រសិទ្ធភាពដែលសួរនៅសំណួរទាំង5នេះនោះបងប្អូនប្រហែលជានឹងមានភាពភ្ញាក់ផ្អើលអំពីរបៀបដែលបងប្អូនយល់និងមានបទពិសោធន៍ចំពោះទុក្ខលំបាកផ្សេងៗនៅក្នុងជីវិតរបស់បងប្អូនខុសពីមុនជាក់ជាមិនខាន